ហើយឡើយអ្នកនរថ្ងៃនេះខ្ញុំមកកាន់វីដេអូអង្គសង្គ្រាមបញ្ចប់តែម្ដងនៅសល់ប្រហែលម្សិល3 4 2ពោសមមកដល់វីដេអូខ្ញុំទៅបានបញ្ចប់ហ្នឹងហើយខ្ញុំរវល់ពេកថ្ងៃនេះខ្ញុំថត3 4 clip មកចូលគ្នាបញ្ចប់តែម្ដងហើយអូខេទៅតាមដានទស្សនកម្មភាពរបស់ខ្ញុំបងប្អូនគ្នាអូខេហ្នឹងហើយហើយនេះគឺជាសកម្មភាពពួកខ្ញុំបងប្អូនគ្នាធ្វើដំណើរទៅកាន់ Pub Street ដើម្បីធ្វើការងាររបស់យើងផងដែរហើយថ្ងៃនេះគឺថាយើងមករឿងលឿនបន្តិចដោយសារតែក្រុមហ៊ុន AI ក៏ដូចជាក្រុមហ៊ុនខ្មែរ Beverly គាត់បានចែកភ្លើងទឹកច្រើនដល់បងប្អូនដែលមកលេងនៅ Pub Street ផងដែរហើយខ្ញុំក៏បានមកដើរផងដែរអូខេឥឡូវយើងពីអ្នកចែម្ដងថ្ងៃនេះយើងដើរល្បាតក៏ឆ្លាតឆ្លាតដែរខ្ញុំឆ្លាតយើងខ្ញុំឆ្លាតនៅ Pub Street ពីម៉ោងនេះទៅតែម្ដងអូខេខ្ញុំឲ្យទឹក free ពី AI តកតាថ្ងៃមុនចាំមកឥឡូវបានភ្លើងម្ដងហើយនេះគឺជាសកម្មភាពដែលបងដែលមកយកកភ្លើងទឹកគាត់លេងសប្បាយខ្លាំងមែនតើហើយបន្ទាប់មកទៀតក៏ខ្ញុំបានទៅបើកអាវពលឺក៏ដូចជាត្បូងក៏ដូចជាសម្ភារៈដែលយើងចាំបាច់ក្នុងការប្រើប្រាស់នៅពេលដែលយើងធ្វើការផងដែរពាក់អាវភ្លៀងដល់លេងទឹកតើខ្ញុំធ្វើការឲ្យដល់ល្បាតដើមមើលហើយយើងក៏បានទៅនេទៀតហើយក៏យើងក៏ជុំគ្នាមួយបងស្ម័គ្រចិត្តឲ្យមកពីកន្លែងផ្សេងហើយយើងក៏ទៅដើរលេងជុំគ្នាទៅរួមលេងកំសាន្តដល់ផ្លែតក៏ឡើងឡានទៅវិញទៅហើយនេះគឺជាសកម្មភាពដែលខ្ញុំធ្វើដំណើរមកសន្តាគារវិញជាមួយនឹងបងដែលធ្វើ volunteer ដែលស្ម័គ្រចិត្តដូចគ្នានៅក្រុមមួយគ្នាហើយថាពេលជិះឡាននឹងសប្បាយខ្លាំងមែនទែនព្រោះនៅមានបងដែលគាត់លេងទឹកនៅតាមសងខាងផ្លូវចឹងថាគាត់ចេះទឹកលេងហ្មងហើយគឺថាអរគុណដល់បងស្តង់ការរងខេត្តសៀមរាបខ្លាំងមែនទែនគាត់ជូនមកដល់សន្តាគារនេះមកទឹកត្រជាក់ដើរទឹកត្រជាក់នេះគឺជាសកម្មភាពថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំខ្មែរហើយខ្ញុំបានមកធ្វើការកន្លែងដដែលជាមួយបងក្រុមដដែលជាមួយនឹងមេដដែលចឹងយើងទៅតាមដានទស្សនកម្មភាពរបស់យើងមកនេះពីអ្នកមេយើងទៀតទេបាទនេះជាកម្មករតបូងជីវិតកម្មករតបូងអ្នកសម្រួលសារាចរសំសំចឹងណាកម្មករមករួមបងប្អូនអើយទីធ្វើដំណឹងទៅនេះហើយនេះគឺជាសកម្មភាពដែលបងប្អូនមកលេងនៅ Pub Street ច្រើនខ្លាំងមែនតែថ្ងៃនេះគឺថាច្រើនមែនច្រើនខ្លាំងយកតែម្ដងហើយថាការងារខ្ញុំពេលច្រើនពេកខ្ញុំអត់មានអីថតរវល់ធ្វើការទៅអត់មានថតអីទេហើយចឹងទៅទៀតចប់ชีวิตหลักหอเป็นมุกใหม่โอเคเอาคลีตัวสาวมาเมาส์ที่จับกางเยอะหน่อยครับบองตอนมายังกับหลอกร้องเลยเด้อไปเล่นซะนะยมต่อยซะนี่กับตอนใช้ไงเครื่องเชียร์สั่นตกกลุ่มสั่นมาเนี่ยรถตามลานแปดแล้วรถลูกลานแปดแล้วดับไฟลานเลยยอมมะรังเกียจไหมอย่างไรยี่เนี่ยสตอจุ่มเนี่ยจะไรลานแปดนั่นเลยไอ้ทางไอ้เนี่ยมันจะร้านคลังแมนเทนร้านแมนเทนให้ก็มีลานแปดได้มาร้านในจังหวัดยมตรัสมโรเดจังให้ต่อมายมก็บ้านแต่ดาวประตูเป็นอย่างนี้ต่อมา7 ปีแต่ดาวว่าบ้านแต่ดาวสันทาเกี่ยวเองชิบประตูเป็นยังโอเคเรายังมาลองไงไปจอบไปวิดีโอเรื่องการหมัดมามุมสองมันทอเราสบายเราสองมันวัวคลังไปสำรวจคลังไปไม่ได้เจอนะช่างวิดีโอนั้นยังได้การไม่ได้ยังการให้ยังไม่ได้ไงบนปีใบนั่งใส่โอเคช่างจะทำงานเราใส่สกัดเพลย์บอลยังบอกได้ยังไงตรงคราวนี้ไปจับเนื้อมองมันโอเคเนี่ยโอเคเราซาอะไรเนี่ยนี่ยังเราบัดเพลย์มุนมองที่บุญยังมีการที่จะให้ไปประกวดศาสนามุนในขอซ่วมหรือที่ตำแหน่งช่างยังก่อมามุนเหรอครับบองยังปัดการเงี้ยยังอย่างนี้ดิแต่อะไรยังมาช่วยยังเป็นง่ายได้การเงี้ยยังอย่างนี้จะการพับซีนะอะไรยังเราซาแต่มาช่วยสมรู้เลยซ่วมหรือที่ตำแหน่งมีการที่ปนศาสนาช่างยังก่อมาไปไทยปัดเพลย์เลยthôi lại bắt lấy đặt bên về đâu nghe hay nhóm các bạn thể cho trong cả bật play đằng hai cái buôn raport sát na cái đối chiếu với thi strong pre để những phương lá nó xuống và đi tầm nạpของđài
បន្ទាប់ពីចប់ពិធីបែបព្រះពុទ្ធសាសនាខ្ញុំជាមួយនឹងបងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងទៀតក៏បានចូលលេងនៅតំបន់តោះលេងទឹកនៅតំបន់សួនព្រះរាជដំណាក់ផងដែរហើយក៏មានការចូលរួមពីអាដាមហ៊ុនម៉ាណីដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរគាត់បានចូលរួមលេងកំសាន្តសប្បាយនៅតំបន់តោះលេងទឹកនៅតំបន់សួនព្រះរាជដំណាក់និងបានសម្ដែងសម្ដាលជាមួយនឹងប្រជាជនដែលមកលេងនៅតំបន់នេះផងដែរហើយគាត់ក៏បានចូលរួមរំលេងកំសាន្តជាមួយនឹងយុវជនស្ម័គ្រចិត្តនិងក្រុមការងារព្រឹត្តិការណ៍អង្គរសង្គ្រាមឆ្នាំ2025ផងដែរហើយនៅល្ងាចថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរគឺថាពួកខ្ញុំអត់មានទៅធ្វើការនៅ pub street ទេគេនេះគឺថាពួកខ្ញុំមកហូបអាហារសាមគ្គីជាមួយនឹងបងដែលជាប្រធានក្រុមនៅតំបន់ C2 នេះផងដែរហើយក៏ដូចជាហូបអាហារជុំគ្នាជាមួយនឹងបងយុវជនស្ម័គ្រចិត្តដែលកាន់នៅតំបន់ C2 នេះទាំងតំបន់សួនព្រះរាជដំណាក់ទាំងមាត់ស្ទឹងសៀមរាបខាងលិចខាងកើតនិងតំបន់ pub street ផងដែរហើយក៏មានការថតរូបលេងពីបងដែលជាប្រធានគឺជាអ្នកកាន់ក្រុមពួកខ្ញុំទាំងអស់ហើយគឺថាអរគុណពួកគាត់ខ្លាំងមែនទែនថាគាត់ផ្ដល់ភាពកក់ក្ដៅដល់យុវជនស្ម័គ្រចិត្តដូចពួកខ្ញុំខ្លាំងមែនទែនថាអរគុណគាត់ខ្លាំងមែនទែនហើយគាត់ក៏បានផ្ដល់នូវមតិសំណើដ៏មានតម្លៃមកកាន់ពួកយើងផងណាគាត់ក៏បានថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្តទាំងអស់ដែលបានមកជួយខេត្តសៀមរាបក៏ដូចជាជួយឲ្យព្រឹត្តិការណ៍អង្គរសង្គ្រាមទាំងមូលប្រព្រឹត្តទៅដោយភាពរលូនផងដែរជាពិសេសនៅក្នុងតំបន់ C2 គឺតំបន់សួនព្រះរាជដំណាក់តើបងដូងយើងជាអ្វីបងដូងយើងយើងចាប់ពីពេលដែលយើងប្រសូតចេញពីទួរបស់មេតាពីផ្ទៃបំម្លាយយើងត្រូវដឹងថាយើងជាខ្មែរយើងមានកាតព្វកិច្ចមួយគឺយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្មែរត្រឹមត្រូវទេបាទ